ថ្ងៃនេះគឺលោកហ៊ុនម៉ាណែតនៅក្នុងពិធីចោះជួបសំណេះសំណាលជាមួយនឹងសិស្សនិទេសអេនៅម្ដុំជួយចង្វាគឺលោកនៅតែលើកឡើងដដែលថារដ្ឋាភិបាលកម្ពុជានៅតែមិនទទួលស្គាល់ព្រំដែនកែប្រែដោយកម្លាំងប្រដាប់អាវុធទេខ្ញុំជឿថាមួយជីវិតរបស់លោកហ៊ុនម៉ាណែតនឹងនិយាយសារនេះដដែលហើយយើងកុំធុញទ្រាន់តលន់នឹងពួកគាត់អីព្រោះអត់មានអីនិយាយលើសហ្នឹងទេការដែលត្រូវនិយាយដដែលនេះគឺដើម្បីស្អំចិត្តប្រជាពលរដ្ឋឲ្យជឿជាក់លើរដ្ឋាភិបាលទៅថាអ្វីដែលកំពុងធ្វើហ្នឹងគឺជាការត្រឹមត្រូវហើយព្រោះអីដីកម្ពុជាអត់អាចមកប្រែប្រួលតាមរយៈចំនួនប្រដាប់អាវុធហើយដូចខ្ញុំនិយាយចឹងវាអត់មានខុសអីទេលោកហ៊ុនម៉ាណែតថ្លែងសារបែបនេះគឺត្រឹមត្រូវមិនទទួលស្គាល់ព្រំដែនដែលប្រែប្រួលគឺត្រឹមត្រូវអត់ខុសអីទេប៉ុន្តែសារនេះក៏អត់ចាំបាច់និយាយនៅពេលនេះទេព្រោះអីវាជាសារ logic យើងអាចនិយាយថានៅពេលដែលខ្ញុំតាំងពីឈឺមកអត់ស្រួលខ្លួនរហូតអត់បាញ់និយាយទេព្រោះអីតែអត់ស្រួលខ្លួនហ្នឹងតែឈឺវាអត់ស្រួលខ្លួនទេកុំនិយាយថាតាំងពីអត់លុយចាយមកដូចជាអត់ដែលហូបអីបានឆ្ងាញ់ទៅហ៊ានចូលហាងចូលអីចូលស្អីបើអត់មានលុយផងហ្នឹងដាច់លុយទៅហើយហ្នឹងមីកញ្ចប់វាតែប៉ុណ្្នឹងតែបងប្អូនហេតុអីបានចាំបាច់និយាយទៅអីអាហ្នឹងចង់និយាយពាក្យ logic មួយចំនួនគឺគេមិនអាចនិយាយកើតដោយសារតែវាពិតជាក់ស្ដែងអញ្ចឹងហើយយកមកនិយាយទៅគឺវាអត់បានប្រយោជន៍ព្រោះអីបើអត់និយាយក៏នៃពិតហ្នឹងវានៅអញ្ចឹងដែរតើយើងទៅទទួលស្គាល់ព្រំដែនកែប្រែមកពីណាដោយកម្លាំងប្រដាប់អាវុធសំខាន់តើយើងអត់ទទួលស្គាល់ព្រំដែនកែប្រែហ្នឹងតើយើងធ្វើអីដើម្បីអត់ទទួលស្គាល់ឥឡូវបើគេវាយមកតាមកម្លាំងប្រដាប់អាវុធហើយយើងនៅតែអត់ទទួលស្គាល់ហ្នឹងបើយើងប្រកាសជាអល់រឹកថាណែថៃកុំវាយខ្មែរឲ្យសោះណាណែឯងតែវាយប្រើកម្លាំងប្រដាប់អាវុធមកនៅលើដីខ្មែរគឺខ្ញុំនឹងប្រើច្បាប់ការពារខ្លួនឬក៏សិទ្ធិស្វ័យការពារមួយគឺយកច្បាប់អន្តរជាតិមិនទទួលស្គាល់ទេណែឯងវាយអីវាយទៅខ្ញុំអត់ទទួលស្គាល់ព្រំដែនកែប្រែដោយកម្លាំងប្រដាប់អាវុធទេដូច្នេះកុំខាតពេលអាហ្នឹងយើងគម្រាមមុនគេវាយឥឡូវគេវាយអីហ្នឹងហើយគេគ្រប់គ្រងដែនដីយើង40កន្លែងជាងទៀតហើយទៅយើងទទួលស្គាល់ទៅទៀតយើងប្រកាសចុះហត្ថលេខាទទួលស្គាល់អាព្រំដែនកែប្រែដោយកម្លាំងប្រដាប់អាវុធដោយគេវាយមកហ្នឹងគឺយើងចុះកាត់ហត្ថលេខាថ្ងៃ27ខែធ្នូឆ្នាំ2025ដែលលោកទាសីហាទៅចុះហត្ថលេខាហ្នឹងក្រែងតំណាងឲ្យរដ្ឋាភិបាលលោកហ៊ុនម៉ាណែតក្រែងទៅទទួលស្គាល់អាដីដែលបានប្រមាណហ្នឹងណាឈរជើងណាឈរជើងហ្នឹងចុះអាហ្នឹងអត់ទទួលស្គាល់ដែនដីដែលគេគ្រប់គ្រងដោយការប្រែប្រួលដោយកម្លាំងប្រដាប់អាវុធទេថៃមានដើមមកបង្វសុំយើងស្ពះយើងដើម្បីបានដីហ្នឹងទៅគ្រប់គ្រងឯណាថៃវាយយើងដើម្បីបានដីគ្រប់គ្រងឲ្យយើងទទួលស្គាល់អីហ្នឹងរួចតើឥឡូវយើងមកនិយាយថាយើងអត់ទទួលស្គាល់វិញហ្នឹងតើវាមានន័យយ៉ាងដូចម្ដេចល្អហើយជាសារមួយផ្ដាស់តឿនណែនាំប្រាប់ប្រជាពលរដ្ឋហ្នឹងកុំឲ្យពិបាកចិត្តប៉ុន្តែហេតុអីក៏จะមិនដាក់ប្តឹងគេព្រោះឥឡូវយើងចូលដល់ដំណាក់កាលអង្គទៅជាបាយហើយអត់អាចនឹងមកនិយាយពីការនិយាយថានឹងអង្គការទៀតទេវាបាយហើយតើយើងឆ្នៃបាយហ្នឹងទៅជាបាយក្រៀមឬក៏បបរឈ្មោលឬក៏បាយលាយទឹកឬក៏ទៅធ្វើស្អីក៏ដោយគឺយើងត្រូវគិតពីរឿងបាយវាអត់អាចគិតអង្គការទៀតទេព្រោះបាយនេះវាអត់អាចคลายមកជាអង្គវិញបានទេវាទៅហើយឆ្អិនហើយយកទៅធ្វើអីទៀតគឺខ្លាយទៅជាបាយហើយអញ្ចឹងឆ្នៃវាទៅជាបាយក្រៀមបាយជ្រូកបាយប្អូនបាយអីក៏ដោយគឺជាបាយហើយអញ្ចឹងបានខ្ញុំថាឥឡូវនេះកុំយំស្ដាយទឹកដោះគោកពុបអីទៀតយើងស្ដាយបានហើយប៉ុន្តែកុំទៅនិយាយថាអាទឹកដោះគោកពុបហ្នឹងខ្ញុំនៅតែរក្សាសិទ្ធិការពារក្តាប់បោចអាទឹកដោះគោកពុបដល់ដីហ្នឹងមកវិញឲ្យខាងតែបានព្រោះមិនទទួលស្គាល់ទឹកដោះគោកពុបដល់ដីហ្នឹងប្រែប្រួលអីទៀតទេប្រែប្រួលយ៉ាងម៉េចបើទឹកដោះវាគោកពុបជ្រាបចូលដីអស់ហើយយើងមិនយើងទៅក្តោបវាមកវិញយើងច្បាច់ដីហ្នឹងដើម្បីបានទឹកដោះគោហ្នឹងមកដាក់ក្នុងកែវវិញអូមិនវាអត់ទេវាត្រូវតែគិតថាតើទឹកដោះកបីអាចហូបកើតអត់ទឹកដោះប៉ែអាចហូបកើតទឹកដោះអូតអីចឹងទៅឬក៏ទឹកដោះមកពីប្រភេទណាក៏ដោយអាចជំនួសទឹកដោះគោដែលកពុបនៅដីហ្នឹងបានអត់វិធីគឺមានតែអញ្ចឹងទេអញ្ចឹងហើយបានជាខ្ញុំលើកទឹកចិត្តថាជំទាស់អីជំទាស់ទៅប៉ុន្តែត្រូវតែដាក់ប្តឹងទៅតុលាការអន្តរជាតិលោកហ៊ុនម៉ាណែតនៅតែអះអាងថាយើងនៅតែប្រើយន្តការអន្តរជាតិដើម្បីដោះស្រាយប្រើយន្តការចរចាឲ្យអស់ចិត្តដើម្បីដោះស្រាយយន្តការចរចានឹងបានប្រយោជន៍អីទៀតបើថៃគេមិនតឹងចង់ចរចាជាមួយយើងផងហើយបើចរចាក៏តែបានផលដោយសារតែគេប្រើផែនទីខ្នាតលើ150,000យើងលើ200,000 200,000បាទអានេះចង់បន្តថាឈប់សង្ស័យអីទៅលោកហ៊ុនម៉ាណែតនឹងថ្លែងសារបែបនេះលុកសៃហើយបើលោកនៅតែមិនដាក់ពាក្យប្តឹងទៅតុលាការយុតិធម៌អន្តរជាតិសារនេះគឺដូចចាក់ទឹកលើក្បាលទីហើយនឹងសាបដូចទឹកទន្លេអញ្ចឹងប្រជាពលរដ្ឋរឹតតែបាក់ទឹកចិត្តខ្លាំងដោយសារតែអត់មានចំណាត់ការអីបាទតែយ៉ាងណាបន្តទៅទៀតបងប្អូនយើងកុំនៅជាប់ផុងនៅកន្លែងសាររដ្ឋាភិបាលស្អំចិត្តប្រជាពិធដ្ឋយើងត្រូវគិតថាតើយើងជាខ្មែរគ្រប់គ្នានេះ17លាននាក់នេះបើរដ្ឋាភិបាលមិនដាក់ប្តឹងទៅថៃនេះប្តឹងថៃទៅតុលាការអន្តរជាតិតើយើងជាប្រជាពលរដ្ឋដែលជាម្ចាស់ជោគវាសនានៃប្រទេសកម្ពុជាយើងត្រូវសួរយើងខ្លួនឯងវិញថាយើងអាចធ្វើអីបានក្នុងនាមជាប្រជាពលរដ្ឋម្នាក់ៗនេះដើម្បីជួយជាតិយើងឥឡូវជាតិយើងដឹកនាំដោយរដ្ឋាភិបាលឯកបៈនេះគឺគាត់អត់ដាក់ពាក្យប្តឹងទេគាត់ថាដោះស្រាយតាមយន្តការដែលមានស្រាប់ហើយយើងដឹងថាយន្តការមានស្រាប់ហ្នឹងគឺមិនបានដីខ្មែរមកវិញទេតើយើងជាប្រជាពលរដ្ឋយើងធ្វើអីខ្ញុំមិនលើកទឹកចិត្តឲ្យទៅបាតកម្មទៅបះបោទម្លាក់រដ្ឋាភិបាលអីប៉ុន្តែយើងសួរអីថាយើងអាចធ្វើបានក្នុងនាមជាប្រជាពលរដ្ឋប្រើសិទ្ធិស្របច្បាប់គឺសិទ្ធិតវ៉ាសិទ្ធិសរសេរញត្តិសិទ្ធិបាតកម្មស្នើឲ្យរដ្ឋាភិបាលកម្ពុជានឹងដាក់ពាក្យទៅ
តែប៉ុណ្្នឹងទេព្រោះអីឥឡូវរដ្ឋាភិបាលគេថាគេប្រើច្បាប់អន្តរជាតិប៉ុន្តែមិនដឹងច្បាប់អន្តរជាតិមួយណាព្រោះអាច្បាប់អន្តរជាតិហ្នឹងគឺដល់កងពន្ធទី3ហើយនេះព្រោះយើងផុតកងពន្ធទី1ផុតកងពន្ធទី2វាដល់កងពន្ធទី3ហើយយើងគិតអាកងពន្ធហ្នឹងទៀតតើទូកយើងទៅណាឲ្យប្រកាសហ្នឹងទៅដល់ណាឲ្យប្រកាសព្រោះត្រូវតែឆ្លងកាត់កងពន្ធទី3គឺតុលាការយុតិធធម៌អន្តរជាតិដល់ហើយហ្នឹងហើយតែយើងនៅតែប្រើច្បាប់អន្តរជាតិប្រើអីទៀតតើច្បាប់អីឲ្យប្រកាសយន្តការយើងដឹងហើយថាចរចាប៉ុន្តែច្បាប់អន្តរជាតិហ្នឹងច្បាប់ដែលមានស្រាប់ហេតុអីក៏មិនប្រើហើយតែមិនមែនថាមិនប្រើទេគាត់មិនដាក់ប្តឹងតែប៉ុណ្្នឹងឯងបាទឥឡូវអស់ពីរឿងមួយទៅរឿងមួយបងប្អូនយើងរកម្មចិត្តមែនតើឥឡូវនេះខាងរដ្ឋាភិបាលថៃចាំផ្ទះនេះគឺលោកអនុទិនច័ន្ទវរៈគុលគាត់នឹងឈ្នះឆ្នោតហើយនៅពេលដែលមិនទាន់បានឈ្នះឆ្នោតពេញទំហឹងឃើញគេរាប់ស្លឹកឆ្នោតគណៈបកភូមិใจថៃហ្នឹងគឺនាំមុខអាចនឹងទៅបង្កើតរដ្ឋាភិបាលបានហើយលោកអនុទិនច័ន្ទវរៈគុលនឹងក្លាយទៅជានាយករដ្ឋមន្ត្រីផងនោះគាត់បានរៀបចំឲ្យគណៈរដ្ឋមន្ត្រីរដ្ឋាភិបាលចាំផ្ទះគាត់ហ្នឹងគឺបង្កើតឲ្យមានការរៀបចំគណៈកម្មការមួយដើម្បីរំលាយអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2001ស្ដីអំពីការគ្រប់គ្រងដែនសមុទ្រនិងកោះត្រួតស៊ីគ្នារវាងកម្ពុជានិងថៃដែលក្នុងនោះនឹងមានតាក់ទងនឹងតំបន់កោះកុដផងហើយតាក់ទងនឹងផ្ទៃដីដែនសមុទ្រកម្ពុជាដែលត្រួតស៊ីគ្នាជាមួយថៃដែលមានប្រមាណ 26000 គីឡូម៉ែត្រការ៉េក្រឡាផងរឿងនេះគឺជារឿងរកម្មចិត្តទៀតហើយបងប្អូនអនុសារណៈនៃការយោគយល់គ្នានេះគឺមានតាំងពីឆ្នាំ2001រវាងលោកហ៊ុនសែននិងលោកថាក់ស៊ីនឥឡូវនេះរដ្ឋាភិបាលថ្មីនេះគឺគេគិតថាអនុសារណៈនៃការយោគយល់គ្នានេះធ្វើឲ្យថៃបាត់ដីមកខ្មែរទៅវិញបងប្អូនសូម្បីតែអនុសារណៈនៃការយោគយល់គ្នាហ្នឹងក៏ឃើញថាដែនកោះកុដហ្នឹងគឺអត់មាននៅក្នុងចំណាយខ្មែរផងគឺបានន័យថាថៃចង់ត្រួតត្រាតំបន់សមុទ្រត្រួតស៊ីគ្នាហ្នឹងស្ទើរជាមួយខ្មែរហ្នឹងដោយសារតែអនុសារណៈនៃការយោគយល់គ្នាហ្នឹងគឺធ្វើឲ្យថៃគាត់ថាបានត្រួតត្រានិយាយទៅក្នុងអនុសារណៈហ្នឹងអត់មានតាក់ទងនឹងតំបន់កោះកុដប្រហែលទេគឺនិយាយពីតំបន់ឆ្ងាយពីកោះកុដដែលត្រួតស៊ីគ្នាហ្នឹងឥឡូវនេះចង់ថៃគិតថាអាតំបន់ត្រួតស៊ីគ្នាក្នុងដែនសមុទ្រកុំថារឿងកោះកុដនឹងអត់បានខ្មែរអាដែនសមុទ្រហ្នឹងគឺបើលុបអនុសារណៈនៃការយោគយល់គ្នាហ្នឹងទៅថៃបានដែនសមុទ្រហ្នឹងមកទាំងអស់ទៀតព្រោះមិនចង់ឲ្យមានការគ្រប់គ្រងដែនសមុទ្រត្រួតស៊ីគ្នាដែលមានតម្លៃរាប់រយពាន់លានដុល្លារពីរ៉ែនៅក្នុងបាតសមុទ្រហ្នឹងផងរឿងនេះគឺរកម្មចិត្តមែនតើក៏ប៉ុន្តែថៃគឺគេអត់ថយក្រោយបងប្អូនអារឿងព្រំដែនគោកដោះស្រាយអត់ទាន់បានយកដីខ្មែរអស់មកកណ្ដោឥឡូវនេះមកវិលរឿងដែនសមុទ្រមកសារទៀតហើយចាប់ផ្ដើមខ្មែររកម្មចិត្តហើយរឿងនេះគឺជាយុទ្ធសាស្ត្រ classic ដោយរដ្ឋាភិបាលកម្ពុជាយើងធ្លាប់ធ្វើមួយគណៈបកសង្គ្រោះជាតិចឹងដូចខ្ញុំនិយាយចា classic របស់រដ្ឋាភិបាលកម្ពុជាជាពិសេសគណៈបកប្រជាជនកម្ពុជាក្នុងការកំទេចគណៈបកសង្គ្រោះជាតិគេធ្វើយុទ្ធសាស្ត្របែប classic ទី1រំលាយគណៈបកសង្គ្រោះជាតិចោលចាប់មេដឹកនាំដាក់គុកដាក់អីចឹងចាប់ផ្ដើមដោះតឲ្យមេដឹកនាំគណៈបកសង្គ្រោះជាតិនឹងជាប់គុកជាប់ច្បាប់ធ្វើនេះធ្វើនោះធ្វើច្បាប់កែអីសពបែបយ៉ាងដល់តែពេលគណៈបកសង្គ្រោះជាតិសកម្មជនតវ៉ាដើម្បីបានសង្គ្រោះជាតិមកវិញចាប់សកម្មជនហ្នឹងដាក់គុកដល់ពេលអញ្ចឹងសកម្មជនហ្នឹងចេញមកតវ៉ាដើម្បីដោះសកម្មជនដោះប្រធានបកអញ្ចឹងទៅចាប់ដាក់គុកទៀតយូរទៅការតវ៉ាហ្នឹងគិតតែពីរឿងផ្សេងរហូតនិយាយពីរឿងដោះគ្នាចេញពីគុកមកវិញឲ្យតែបានចេញមកនៅក្រៅឃុំបាត់អាគណៈបកសង្គ្រោះជាតិនៅពីដើមមកបាត់ឈឹងអញ្ចឹងអ្វីដែលគេធ្វើក្រោយមកលុបរហូតយូរមកដល់ម៉ោងហ្នឹងអ្នកណានិយាយពីរឿងគណៈបកសង្គ្រោះជាតិទៀតនិយាយពីរឿងការរំលោភបំពានគណៈបកសង្គ្រោះជាតិរំលាយគណៈបកសង្គ្រោះជាតិឲ្យគណៈបកសង្គ្រោះជាតិរស់ឡើងវិញអីគឺសូម្បីតែគណៈបកប្រឆាំងខ្លួនឯងក៏បោះបង់សមរភូមិនៅក្នុងការតវ៉ាឲ្យសង្គ្រោះជាតិរស់ឡើងវិញព្រោះយើងឃើញរចនាសម្ព័ន្ធនៃរបបដឹកនាំរបៀបដឹកនាំរដ្ឋសពថ្ងៃគឺគេបិទអាហ្នឹងឲ្យចិត្តឈឹងហើយបង្វែងដានទៅរឿងអីផ្សេងអស់ហើយអញ្ចឹងវាទៅជាលុបចិត្តឈឹងអស់កប់ដី10ជាន់ហើយហ្នឹងអញ្ចឹងយើងគិតតែពីលើទៅអាក្រមទៅបាត់ហើយឥឡូវនេះដូចគ្នាអញ្ចឹងថៃគឺនៅពេលដែលរឿងព្រំដែនខ្មែរវិលពីរឿងតំបន់ដែលគេគ្រប់គ្រងអស់គេអត់ព្រមដោះស្រាយគឺគេនៅកែហេដ្ឋារចនាសម្ព័ន្ធបដាគេចាប់ផ្ដើមមកនិយាយពីដែនសមុទ្រឥឡូវយើងរវល់មករងដែនសមុទ្រវិញភ្លេចអារឿងតំបន់នៅឯដែនគោកហ្នឹងបាត់ហើយតិចទៀតក៏លុកដែនសមុទ្រហ្នឹងថ្ងៃមុនកម្ពុជាឃើញពីខែមករាដើមខែមករាហ្នឹងគឺសភាកម្ពុជាហ្នឹងអនុម័តសេចក្តីស្នើច្បាប់តាក់ទងនឹងការព្រមអនុវត្តច្បាប់សមុទ្រដែលជារឿងរំភើបមួយដែរសម្រាប់ខ្មែរប៉ុន្តែមានអាច្បាប់សមុទ្រនឹងមកហើយតើយើងនឹងតតាំងជាមួយថៃយ៉ាងម៉េចព្រោះឥឡូវច្បាប់ដែលមានតាំងតឡាការអន្តរជាតិ ICJ មាន ICC អីនេះដែលតាក់ទងរឿងថៃបំពេញឈ្លានពានដីយើងរហូតដល់30-40កន្លែងយើងអត់ទាំងដាក់ប្តឹងផងហើយឥឡូវទម្រាំតែសេចក្តីព្រៀងច្បាប់វិសាស្ត្រនកិច្ចសេចក្តីព្រៀងច្បាប់សមុទ្រអីដែលអនុម័តមកហ្នឹងហើយតាក់ទងនឹងពាក់ព័ន្ធនឹង MOU ឆ្នាំ2000អីដែលរដ្ឋាភិបាលកម្ពុជាអញជួយអញជួយអញអីនឹងជាមួយនឹងថាក់ស៊ីនឥឡូវហ្នឹងរឿងហ្នឹងសឡកពឹសទៀតមិនដឹងថាតើវល់យូរដល់ប៉ុណ្ណាហើយយើងតាមដានតទៅទៀតបងប្អូនរឿងនេះគឺគេពងពវៀងដានយើងហើយរដ្ឋាភិបាលថៃអត់ថយក្រោយទេចឹងបានខ្ញុំថាយើងត្រូវពង្រឹងកម្លាំងសាមគ្គីជាតិខ្មែរឲ្យមែនតើថៃអត់ថយក្រោយទេថៃនឹងយកដែនសមុទ្រដែនអាកាសខ្មែរតទៅទៀតគឺពវៀងរហូតដល់តែយើងវិលមុខអស់
យូរទៅអាដីហ្នឹងដោះស្រាយក៏តែមិនបានអាសមុទ្រក៏បានបាត់ទៅថៃអាដែនអាកាសដែនអីហ្នឹងគឺរឿងមកកណោហើយយើងទៅវាយគេអត់បានដោយសារតែអំណាចគេហ្នឹងវាលើសលប់ពេកអញ្ចឹងយើងមានបញ្ហាឥឡូវនេះអ្នកដែលបារម្ភជាងគេគឺលោកអ៊ុំសំអានលោកអ៊ុំសំអានគាត់ថាថៃចង់រំលាយ MOU 2001ហ្នឹងគឺអាចស៊ីដាច់កោះកុដទី1នឹងដែនសមុទ្រត្រួតស៊ីគ្នាទំហំ 26000 គីឡូម៉ែត្រការ៉េនឹងឯងនេះគឺជាការព្រួយបារម្ភរបស់លោកអ៊ុំសំអានយូរហើយព្រោះអីរឿងកោះកុដនេះណារដ្ឋាភិបាលក៏អត់ដែលដាក់ប្តឹងដាក់អីតវ៉ាអីគេដែរចេះថាកោះហ្នឹងអត់បាត់ទេវានៅនឹងអាញាធរថៃគេគ្រប់គ្រងដែនដីកោះហ្នឹងយូរហើយឥឡូវមករកម្មចិត្តនឹងកោះកុដទៀតហើយប្រជាពលរដ្ឋអស់សង្ឃឹមរឿងកោះកុដយូរហើយឥឡូវមកដល់ដែនដីយើងគេចង់បានថារដ្ឋាភិបាលកម្ពុជានិយាយទៅរដ្ឋាភិបាលថៃធ្វើស៊ីអារម្មណ៍រដ្ឋាភិបាលកម្ពុជាមែនតើរឿងមួយហើយរឿងមួយទៀតរឿងមួយហើយរឿងមួយទៀតរឿងមួយហើយរឿងមួយទៀតដែលបើតាមធម្មតាបើសិនជាប្រទេសកម្ពុជាមានប្រព័ន្ធប្រជាធិបតេយ្យត្រឹមត្រូវគេបោះឆ្នោតទម្លាក់រដ្ឋាភិបាលសប្តាហ៍ថ្ងៃនឹង24ម៉ោងបាត់ទៅហើយនៅពេលដែលរបៀបធ្វើសប្តាហ៍ថ្ងៃប៉ុន្តែដោយសារការបង្ក្រាបនឹងវាចាស់ដៃពេកទៅប្រជាពលរដ្ឋបាក់ស្បាតនឹងប៉ុន្តែខ្ញុំជឿថាប្រជាពលរដ្ឋខ្មែរបាក់ស្បាតក៏ពិតមែនហើយប៉ុន្តែរងចាំតែថ្ងៃដើម្បីផ្ទុះនៅក្នុងការដែលដោះស្រាយបញ្ហានឹងតាមរយៈសិទ្ធិស្របច្បាប់របស់ពួកគាត់ទេឲ្យតែអនុញ្ញាតឲ្យពួកគាត់ធ្វើកុំបង្ក្រាបណាហើយដូច្នេះរឿងនេះគឺជារឿងភ្នំភ្លើងដែលរងចាំតែការផ្ទុះទេបងប្អូនឥឡូវខ្ញុំមានព័ត៌មានបន្តទៅទៀតតកតងនឹងសំណុំរឿងពុករលួយរញ្ជួយស្ថាប័នពន្ធដារនិងតុលាការកម្ពុជាអើយរឿងយើង100មុខខ្ញុំមែនតើពេលខ្លះខ្ញុំក៏អាណិតអាសូរដល់រដ្ឋាភិបាលកម្ពុជាដែរដៃមកខាងដោះស្រាយបញ្ហានេះដៃមកខាងដោះស្រាយបញ្ហានោះគឺថាសក់មួយនឹងជ្រៀកជា100ចំណិត100ជំរាកអាណិតតើខ្ញុំក៏ប៉ុន្តែគាត់អត់ព្រមឲ្យគេជួយរដ្ឋាភិបាលធ្វើម្នាក់ឯង